បាទជំរាបសួរអ្នកគ្រូសួស្តីអ្នកទាំងអស់គ្នាខ្ញុំបានឈ្មោះសុកមុនថ្ងៃនេះចង់មកធ្វើការបកស្រាយទាក់ទងនឹងដើមកំណើតនៃកាហ្វេត្រូវបានគេរកឃើញនៅក្នុងអំឡុងសតវត្សទី9នៅឯប្រទេសអេធីអូពីកាហ្វេត្រូវបានគេរកឃើញដោយសត្វពពែថ្ងៃមួយបរិះកងវាលពពែឈ្មោះលោកកាល់ឌីគាត់បានចាប់អារម្មណ៍ទៅលើពពែរបស់គាត់ថាថ្ងៃនេះដូចជាមានកម្លាំងខុសពីធម្មតាបន្ទាប់ពីពពែបានស៊ីផ្លែ cherry ក្រហមម្យ៉ាងមួយបន្ទាប់មកទៀតលោកបានយកដំណឹងនេះបានទៅប្រាប់ព្រះសង្ឃនៅក្នុងភូមិពេលនោះព្រះសង្ឃគាត់បានគិតថាវាជាអបិយជំនឿវាជាអបិយជំនឿដែលថាជាព្រីបិសាចអីផ្សេងពេលនោះគាត់បានយកក្រប cherry ក្រហមនោះទៅដុតនៅក្នុងភ្លុកភ្លើងហើយក្រប cherry ក្រហមនោះវាបានភាយឡើងមកមានក្លិនឈ្ងុយហើយអ្នកភូមិមួយចំនួនទៀតគាត់បានយកគ្រាប់កាហ្វេនោះទៅបុកលាយជាមួយនឹងទឹកក្តៅពេលនោះហើយគឺជាពេលដែលកាហ្វេត្រូវបានគេបរិភោគលើកទី1ដើម្បីឆុងកាហ្វេឲ្យបានមានរសជាតិឆ្ងាញ់យើងត្រូវមានធាតុផ្សំ5យ៉ាងដូចជាទី1ម៉ាស៊ីនឆុងកាហ្វេទី2ម៉ាស៊ីនកិនគ្រាប់កាហ្វេទី3គ្រាប់កាហ្វេទី4ទឹកទី5អ្នកជំនាញឆុងកាហ្វេហើយចំពោះដំណើរការនៃការឆុងកាហ្វេយើងមាន8ជំហានទី1យើងត្រូវបើកម៉ាស៊ីនឲ្យក្តៅទុករយៈពេលចន្លោះពី30នាទីទៅ40នាទីបន្ទាប់មកទៀតយើងយកដៃឆុងទៅថ្លឹងហើយយើងកាត់ទម្ងន់ដៃឆុងបន្ទាប់មកទៀតយើងយកដៃឆុងទៅត្រង់ម្សៅគ្រាប់កាហ្វេបន្ទាប់មកទៀតយើងក៏បានយកបន្ទាប់ពីបានត្រង់ម្សៅកាហ្វេហើយយើងយកកាហ្វេនោះទៅសង្កត់ឲ្យបានត្រឹមត្រូវបន្ទាប់មកយើងចុចទឹកចោលរយៈពេល5វិនាទីហើយយើងយកក្បាលឆុងទៅភ្ជាប់ជាមួយនឹងម៉ាស៊ីនឆុងហើយយើងចុចទឹកដើម្បីធ្វើការឆុងវា